ថ្ងៃនេះខ្ញុំមកនិយាយអំពីការរៀបចំកន្លែងឲ្យឆ្មាកើតកូនឬជាការរៀបចំកន្លែងដែលឆ្មាសម្រាប់កូននឹងឯងជាទូទៅមេឆ្មាប្រើពេល60ទៅ68ថ្ងៃដើម្បីពពុះអញ្ចឹងមុនពេលដែលពួកគាត់សម្រាប់កូនមុនរយៈពេលមួយអាទិត្យអញ្ចឹងយើងគួរតែរៀបចំសម្ភារៈប្រើប្រាស់ឬក៏រៀបចំសម្ភារៈដែលគាត់ពពុះសម្រាប់កូននឹងទុកជាមុនហើយសត្វឆ្មាចូលចិត្តណាស់កន្លែងគៀនកោះនឹងជួនកាលគាត់អាចនឹងកើតកូននៅកន្លែងនោះក៏អាចថាបានដែរអញ្ចឹងយើងអាចត្រៀមដូចជាឡាំងឬក៏កេះឬក៏ធុងដែលមានភាពស្ដើងនឹងឲ្យពួកគាត់ក៏បានដែរឬជាកតបកូនងាក៏បានដែរអញ្ចឹងយើងយកមកក្រាលឲ្យគាត់ណាជាទូទៅកូនឆ្មាកើតតែតែមានឈាមឬក៏មានទឹកអីផ្សេងអីចឹងទៅហើយកេះដែលយើងយកដាក់ឲ្យឆ្មាហ្នឹងយើងមិនគួរយកដាក់នៅកន្លែងដែលវាលអីនោះទេយើងត្រូវទៅដាក់នៅកន្លែងណាដែលមានគៀនកោះឬក៏ស្ងប់ស្ងាត់ហើយមួយទៀតហ្នឹងប្រដាប់បឺទឹកភ្លោះជាទូទៅកូនឆ្មាកើតមកតែងតែជួនកាលអាចមានទឹកភ្លោះជាប់នៅក្នុងមាត់អីចឹងអញ្ចឹងយើងទុកបឺទឹកភ្លោះចេញពីមាត់កូនឆ្មារបស់យើងហើយមួយទៀតនោះគឺផ្ទះឆ្មាជាទូទៅឆ្មារបស់យើងកើតបានមួយអាទិត្យអញ្ចឹងមានកូនច្រើននៅជុំវិញខ្លួនអញ្ចឹងអញ្ចឹងយើងគួរតែទិញផ្ទះឆ្មាមួយដាក់ឲ្យពួកគាត់រស់នៅជុំគ្នាទាំងអស់គ្នាក៏ធ្វើឲ្យមានសុវត្ថិភាពផងដែរហើយរបស់ដែលយើងត្រូវត្រៀមគឺមានតែប៉ុណ្្នឹងឯងតិចតួចទេងាយអញ្ចឹងមានតែប៉ុណ្្នឹងឯងណាអ្នកទាំងអស់គ្នាបាយបាយ